នឈ្មោះប្រយោជន៍ជូនជាតិលោកចំទាវបណ្ឌិតបេច័ន្ទមុនីឧត្តមភរិយារួមគ្នាថ្មីគ្មានទឹកចិត្តសមរម្យជ្រុំវប្បធម៌ជាតិគិតគូមិនឃ្លាតសុខភាពសាធារណៈសម្ដេចធម្មបតីនឹងលោកជំទាវសំលេងកញ្ជ្រៀវស្វាគមន៍រាំងទាំងមន្ត្រីប្រជាកងកម្លាំងស្មោះស្ម័គ្រគាំទ្រដាច់ខាតស្រឡាញ់គោរពអនុវត្តសម្ដេចធម្មបតីគោទ្វារសេដ្ឋកិច្ចនីតិត្រៀមស្រេចទទួលវិនិយោគនយោបាយសន្តិភាពគ្រឹះមាំបំផុតចំណូលកម្រិតខ្ពស់កម្ពុជា2050សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីធិបតីហ៊ុនម៉ាណែតអ៊ីស្រាំងបណ្ឌិតញៀនខ្ពងត្រដែតដាក់ព្រៀងធ្វើផ្លែនៅរិនច្បាំងយុទ្ធសាស្ត្របញ្ញកនសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីព្រៀងវ័យបំផុតដឹកនាំប្រតិបត្តិអង្គអាចគ្មានឈប់ធានាមោះមុតលឿនឈ្មោះប្រយោជន៍ជូនជាតិលោកជំទាវបណ្ឌិតបេច័ន្ទមុនីឧត្តមភរិយារួមគ្នាថ្មីគ្មានទឹកចិត្តសមរម្យជ្រុំវប្បធម៌ជាតិគិតគូមិនឃ្លាតសុខភាពសាធារណៈសម្ដេចធម្មបតីនឹងលោកជំទាវសំលេងកញ្ជ្រៀវស្វាគមន៍រាំងទាំងមន្ត្រីប្រជាកងកម្លាំងស្មោះស្ម័គ្រគាំទ្រដាច់ខាតស្រឡាញ់គោរពអនុវត្តសម្ដេចធម្មបតីគោទ្វារសេដ្ឋកិច្ចនីតិត្រៀមស្រេចទទួលវិនិយោគនយោបាយសន្តិភាពគ្រឹះមាំបំផុតចំណូលកម្រិតខ្ពស់កម្ពុជា2050សម្ដេចធម្មបតីនឹងលោកជំទាវសំលេងកញ្ជ្រៀវស្វាគមន៍រាំងទាំងមន្ត្រីប្រជាកងកម្លាំងស្មោះស្ម័គ្រគាំទ្រដាច់ខាតស្រឡាញ់គោរពអនុវត្តសម្ដេចធម្មបតីគោទ្វារសេដ្ឋកិច្ចនីតិត្រៀមស្រេចទទួលវិនិយោគនយោបាយសន្តិភាពគ្រឹះមាំបំផុតចំណូលកម្រិតខ្ពស់កម្ពុជា2050សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីធិបតីហ៊ុនម៉ាណែតអ៊ីស្រាំងបណ្ឌិតញៀនខ្ពងត្រដែតដាក់ព្រៀងធ្វើផ្លែនៅរិនច្បាំងយុទ្ធសាស្ត្របញ្ញកនសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីព្រៀងវ័យបំផុតដឹកនាំប្រតិបត្តិអង្គអាចគ្មានឈប់ធានាមោះមុតលឿនឈ្មោះប្រយោជន៍ជូនជាតិលោកជំទាវបណ្ឌិតបេច័ន្ទមុនីឧត្តមភរិយារួមគ្នាថ្មីគ្មានទឹកចិត្តសមរម្យជ្រុំវប្បធម៌ជាតិគិតគូមិនឃ្លាតសុខភាពសាធារណៈសម្ដេចធម្មបតីនឹងលោកជំទាវសំលេងកញ្ជ្រៀវស្វាគមន៍រាំងទាំងម
ន្ត្រីប្រជាកងកម្លាំងស្មោះស្ម័គ្រគាំទ្រដាច់ខាតស្រឡាញ់គោរពអនុវត្តសម្ដេចធម្មបតីគោទ្វារសេដ្ឋកិច្ចនីតិត្រៀមស្រេចទទួលវិនិយោគនយោបាយសន្តិភាពគ្រឹះមាំបំផុតចំណូលកម្រិតខ្ពស់កម្ពុជា2050សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីធិបតីហ៊ុនម៉ាណែតអ៊ីស្រាំងបណ្ឌិតញៀនខ្ពងត្រដែតដាក់ព្រៀនធ្វើផ្លែតនរិនច្បាំងយុទ្ធសាស្ត្របញ្ញកនសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីលៀងវៃបំផុតដឹកនាំប្រតិបត្តិអង្គអាចគ្មានឈប់ធានាមោះមុតលឿនឈ្មោះប្រយោជន៍ជនជាតិលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីឧត្តមភរិយារួមគ្នាថ្មីគ្មានទឹកចិត្តសម្បរជ្រុំវប្បធម៌ជាតិគិតគូមិនឃ្លាតសុខភាពសាធារណៈសម្ដេចធម្មបតីនឹងលោកជំទាវសំលេងបញ្ជ្រាវស្វាគមន៍រាំងទាំងមន្ត្រីប្រជាកងកម្លាំងស្មោះស្ម័គ្រគាំទ្រដាច់ខាតស្រឡាញ់គោរពអនុវត្តសម្ដេចធម្មបតីគោទ្វារសេដ្ឋកិច្ចនីតិត្រៀមស្រេចទទួលវិនិយោគនយោបាយសន្តិភាពគ្រឹះមាំបំផុតចំណូលកម្រិតខ្ពស់កម្ពុជា2050សម្ដេចធម្មបតីនឹងលោកជំទាវសំលេងបញ្ជ្រាវស្វាគមន៍រាំងទាំងមន្ត្រីប្រជាកងកម្លាំងស្មោះស្ម័គ្រគាំទ្រដាច់ខាតស្រឡាញ់គោរពអនុវត្តសម្ដេចធម្មបតីគោទ្វារសេដ្ឋកិច្ច